អ្នកលេងនាឡិកាថ្លៃភាគច្រើនប្រឈមជាមួយនឹងបញ្ហាមួយគឺកំងខ្សែប្រើពេលយូរមួយខែ3ខែខ្លះឈានដល់មួយឆ្នាំដល់បានខ្សែមកពាក់តម្លៃវិញចន្លោះពី150ហើយខ្លះឡើងដល់1000ក៏មានដែរហើយវីដេអូនេះខ្ញុំចង់ប្រាប់អ្នកនរគ្រប់យ៉ាងពីក្រោយហេតុផលដែលធ្វើឲ្យការកំងខ្សែនាឡិកាម្ដងហ្នឹងគឺប្រើពេលយូរហើយខ្ញុំក៏ដឹងដែរអ្នកទាំងអស់គ្នាឆ្ងល់ថាចេះហេតុអីបាននាឡិកាម៉ាកធំគាត់ហៅខ្សែថា alligator ស្បែកកាពីមិនហៅថា crocodile ស្បែកក្រពើអាពេលហ្នឹងគឺវាខុសគ្នាមូលហេតុដែលម៉ាកនាឡិកាធំគាត់និយមយកស្បែកកាពីឬក៏ alligator មកប្រើហ្នឹងដោយសារចេះកាឡារបស់វាអាកាឡាឆ្នូតទាំងអស់ហ្នឹងគឺវារៀងស្មើវាអត់ផុសកពីកពកចេញមកធំបើស្បែកក្រពើភាពផុសរបស់វាគឺវាធំជាងស្បែកកាពីអញ្ចឹងទើបគេសម្រេចចិត្តយក alligator ហ្នឹងត្រូវអត់ដោយសារតែយើងជាមនុស្សប្រុសឬក៏ជាមនុស្សស្រីក៏ដោយនៅពេលដែលយើងពាក់នាឡិកាយើងចង់បានប្រភេទស្បែកណាដែលវារៀងស្ដើងកាឡាវាអត់សូវក្រាស់អញ្ចឹងដល់ពេលដាក់លើកដៃទៅបានវាសមស្អាតវាអត់ឃើញចង្អេងចង្អាងហើយចូលដល់មូលហេតុដែលน้องគ្នានិយាយថាហេតុអីក៏ថ្លៃម៉េះ100ជាង200ជាង400 500មូលហេតុគឺនៅត្រង់ថាចេះការស៊ំនៅក្នុងទីផ្សារស្រុកខ្មែរយើងពេលដែលយើងទៅកំងស្បែកក្រពើនៅតាមហាងមួយចំនួនយើងឃើញតម្លៃវាគឺទាបមែនតើតែតាមការពិតខ្ញុំអាចប្រាប់បានថាចេះអាហ្នឹងមិនមែនជាស្បែកក្រពើឬមួយក៏ស្បែកកាពីពិតប្រាកដទេវាជាស្បែកកូនគោដែលគេហៅថា calf skin ស្បែកកូនគោហ្នឹងគឺធំប៉ុណ្ណាណីអញ្ចឹងគេយកវាមកគេមានតែមរបស់គេអុកពីលើវាទៅដើម្បីឲ្យវាចេញកាឡាឆ្នូតនឹងឡើងមកមើលទៅដូចស្បែកក្រពើឬក៏ស្បែកកាពីអញ្ចឹងតែអាហ្នឹងវាជាស្បែកកូនគោអញ្ចឹងនៅពេលដែលយើងមកដាក់កំងនាឡិកាស្បែកកាពីពិតប្រាកដឃើញតម្លៃវាខុសឆ្ងាយពីស្បែកដែលធ្វើនៅក្នុងស្រុកយើងទើបយើងគិតថាហេតុអីក៏វាថ្លៃកប់ពពកអញ្ចឹងគ្រាន់តែស្បែកប៉ុណ្ណឹងសោះ200-300ដោយអានេះ600ជាងគ្រាន់តែខ្សែមួយហ្នឹងខ្សែមួយគូហ្នឹងហើយយើងចូលមកដល់វគ្គនៅពេលដែលយើងចង់កំងខ្សែហេតុអីបានត្រូវប្រើពេលយូរកន្លែងអ្នកនរគ្នាគួរតែដឹងគឺចេះម៉ាកនាឡិកាធំទាំងអស់ស្ទើរតែទាំងអស់អត់ផលិតស្បែកដោយខ្លួនឯងទេគាត់មានដៃគូសហការរបស់គាត់ដើម្បីឲ្យគាត់កំងខ្សែស្បែកទាំងអស់ហ្នឹងរាប់ពាន់រាប់ម៉ឺនស្បែកមកដាក់ចូលទៅក្នុងនាឡិកាដែលគាត់ត្រៀមនឹងផលិតហើយតែនៅក្នុងករណីមួយដែលអ្នកទៅទិញខ្សែនាឡិកានៅក្នុងហាងណាដែលគេមានស្តុកស្រាប់អាហ្នឹងគឺវាល្អហើយតែនៅក្នុងករណីអ្នកដែលចង់កំងពណ៌ចេះកំងពណ៌ឆើតអញ្ចឹងជួនកាលក៏អត់មានទុកវានៅក្នុងស្តុកទេអញ្ចឹងទើបតែកំងប្រើពេលយូរហើយបើសិនជាពណ៌ចម្លែកអញ្ចឹងទៀតការកំងគឺកាន់តែយូរទៀតមូលហេតុអីនៅពេលដែលយើងដាក់សំណើទៅម៉ាកនាឡិកាថាកំងខ្សែពណ៌នេះម៉ាកនាឡិកាហ្នឹងនឹងបញ្ជូនសំណើហ្នឹងទៅកាន់ដៃគូសហការរបស់គាត់ដែលផលិតស្បែកទាំងអស់ហ្នឹងឡើងមកហើយយើងសម័យមើលចេះទៀតក្នុងមួយឆ្នាំដៃគូសហការរបស់គាត់ហ្នឹងមិនមែនសហការតែនៅក្នុងម៉ាកនាឡិកាហ្នឹងមួយទេគេសហការជាមួយនឹងម៉ាកផ្សេងទៀតអញ្ចឹងអាកំណើននៃការកំងខ្សែហ្នឹងគឺវាច្រើនលើសកម្រិតដែលអាចធ្វើបានក្នុងរយៈពេល 4-5 ថ្ងៃអាហ្នឹងយើងអត់ទាន់និយាយពីការកំងយកពណ៌ចម្លែកហើយអ្នកខ្លះទៀតដៃគាត់ទូចខ្លាំងមែនតើគាត់ពាក់ខ្សែស្តង់ដារបានទេត្រូវកំងយក extra short អ្នកខ្លះទៀតដៃគាត់ធំខ្លាំងពាក់ធម្មតាកើតទេត្រូវកំងយក extra long អញ្ចឹងការ process នៃការកំង special order ហ្នឹងគេមិនអាចទៅច្រានចោលអាសង្វាក់ផលិតកម្មគេដែលគេ confirm ហើយហ្នឹងទុកមួយឡែកមកធ្វើឲ្យយើងភ្លាមទេគឺគេត្រូវចាំបញ្ចប់អាអ្នកដែលមកមុនយើងសិនបានយើងទៅដល់តាមក្រោយតាមលេខរៀងអញ្ចឹងសម័យមើលមនុស្សទូទាំងសកលលោកប្រមាណ10000នាក់ដែលចង់បានខ្សែក្នុងមួយថ្ងៃហើយ waiting list ដែលយើងបញ្ជូនទៅទម្រាំតែគេធ្វើខ្សែហ្នឹងហើយឲ្យយើងហ្នឹង process ទាំងអស់វាចាយពេលជាង1ខែអាហ្នឹង1ខែហ្នឹងគឺយើងនិយាយនៅក្នុងសង្វាក់ផលិតកម្មកន្លែងធ្វើខ្សែណាបន្ទាប់ពីចប់កន្លែងហ្នឹងហើយវាចូលដល់លក្ខណៈការដឹកជញ្ជូនម្ដងខ្សែទាំងអស់ដែលធ្វើស្បែកក្រពើឬក៏ស្បែកកាពីស្បែកសត្វអីក៏ដោយដែលពាក់ព័ន្ធជាមួយនឹងស្បែកសត្វព្រៃក្រុមឧស្សាហកម្មផលិតស្បែកទាំងអស់ហ្នឹងគាត់មិនមែនទៅប្រមាញ់យកសត្វដែលមានជីវិតរស់នៅក្នុងព្រៃដែលឯងទេគឺគេមានឧស្សាហកម្មចិញ្ចឹមស្របច្បាប់ដើម្បីយកសត្វទាំងអស់ហ្នឹងមកយកតែស្បែកមកធ្វើផលិតផលទាំងអស់ហ្នឹងឡើងមកអញ្ចឹងនៅពេលដែលខ្សែស្បែកហ្នឹងធ្វើរួចរាល់ដឹកចេញពីរោងចក្រទៅដល់ម៉ាកទៅដល់ brand ត្រូវមានឯកសារ document មួយបញ្ជាក់ថាអានេះជាស្បែកសត្វចិញ្ចឹមចេញពីការដ្ឋានហើយសង្វាក់ផលិតកម្មមួយនេះជាអ្នកធ្វើស្បែកហ្នឹងអញ្ចឹងបញ្ជូនមកដល់ក្រុមហ៊ុននេះដើម្បី process យកឯកសារហ្នឹងវាចាយពេលច្រើនថ្ងៃទៅទៀតហើយឥឡូវសម័យមើលចេះទៀតអាហ្នឹងក៏នៅវាដឹកពីសិប្បកម្មធ្វើស្បែកហ្នឹងចូលទៅ brand នាឡិកាទេចោះទម្រាំពី brand ហ្នឹងដឹកឆ្លងប្រទេសទៅប្រទេសផ្សេងចឹងអាការឆ្លងប្រទេសហ្នឹងគឺត្រូវការឯកសារមួយច្បាប់ផ្សេងទៀតស្ដីពីការដឹកអាស្បែកសត្វហ្នឹងបានខាងគយខាងពលានខាងអីគេព្រមឲ្យខ្សែស្បែកទាំងអស់ហ្នឹងចេញមកបានចឹង process ទាំងអស់ហ្នឹងគឺចាយពេលដល់ជាង2ខែមិនយើងអាចយកខ្សែស្បែកមួយគូទាំងអស់ហ្នឹងមកបាន
ហើយនៅមានមួយកលៈចុងក្រោយទៀតនៅពេលដែលខ្សែស្បែកនឹងបង្កើតចេញមកហើយមកដល់ដៃហាងមួយណាដែលយើងទៅកំងគាត់មុននឹងគាត់តាក់ទងមកយើងគាត់ត្រូវពិនិត្យមើលសិនជួនកាលពណ៌ហ្នឹងវាអត់ដូចទៅក្នុងរូបធ្វើការតវ៉ាឲ្យ brand គេធ្វើយ៉ាងណាយ៉ាងនេះជួយសម្រួលយ៉ាងណាបង្កើត express ធ្វើមិនឲ្យលឿនបំផុតដូរអាខ្សែថ្មីមកឲ្យភ្ញៀវអីចឹងទៅចឹងពេលខ្លះអ្នកកំងខ្សែគាត់បារម្ភគាត់ការពារខ្លួនគាត់ដែរគាត់ត្រូវនិយាយពេលវេលាឲ្យវាលើសពីអាទិត្យអីចឹងទៅដើម្បីបង្ការកុំឲ្យមានបញ្ហាមកពណ៌ខុសពីការកំងអតិជនក៏អត់សប្បាយចិត្តដែរប៉ុន្តែខ្ញុំចង់ឲ្យអតិជនគាត់គិតអញ្ចឹង keep in mind មួយខ្សែស្បែកក្រពើស្បែកកាពីធម្មជាតិកាឡារបស់វាគឺវាមកពីធម្មជាតិមិនមែនជាខ្សែដែលចាក់ពុំទេគាត់មិនអាចទៅរំពឹងថាអញ្ចឹងខ្សែនាឡិកាគាត់ទិញកាឡាអញ្ចេះមកជាមួយនឹងនាឡិកាហ្មងតែដល់ពេលខ្ញុំទៅកំងអ្នកឯងដឹកមកឲ្យខ្ញុំទៅជាកាឡាអញ្ចេះវិញថាអាហ្នឹងវាមិនមែនស៊ីនអត់ទេខ្សែស៊ីនតែដោយសារតែធម្មជាតិនៃសត្វកាឡារបស់វាមកវាខុសគ្នាកម្រាស់ដូចគ្នាទៀតជួនកាលរោងចក្រនាឡិកាមួយហ្នឹងគាត់ដូរដៃគូសហការទៅធ្វើការជាមួយនឹងរោងចក្រផ្សេងអញ្ចឹងកម្រាស់ស្តង់ដារដែលចេញមកក៏វារៀងលៀងគ្នាបន្តិចៗទៅតាមនឹងដែរអញ្ចឹងអានេះគ្រប់យ៉ាងគឺយើងនិយាយពីស្បែកកាពីឬមួយក៏ alligator ណាយើងអត់តនិយាយពីខ្សែនាឡិកាខ្លះវាមានស្បែកពីលើហើយមានជ័រពីក្រោយទៀតអាហ្នឹងកាន់តែយូរកាន់តែស្មុគស្មាញជាងនឹងទៀតអញ្ចឹងវីដេអូនេះចាប់ប៉ុណ្ណឹងខ្ញុំសង្ឃឹមតែអ្នកនរច្បាស់ពីបញ្ហាខ្សែហ្នឹងហើយកុំខឹងអ្នកលក់